សូមជូនសៀវភៅពុទ្ធប្រវត្តិវគ្គទូរេនិទានសុមេធកថាមានសេចក្តីដំណាលថាក្នុងអតីតកាលព្រះសម្មាសម្ពុទ្ធជាបរមសាស្តានៃយើងកាលដែលព្រះអង្គតាំងនៅក្នុងឋានៈជាពោធិសត្វកំពុងស្វែងរកពោធិញ្ញាណបានយោនយកកំណើតកើតជាព្រាហ្មណ៍មាននាមថាសុមេធបណ្ឌិតជាឧបតោសុជាតិមានរូបល្អគួរជាទីពេចពិលរមិលមើលគួរជាទីជ្រះថ្លានៃមហាជនអាស្រ័យនៅក្នុងនគរឈ្មោះអមរវតីបើរាប់អំពីផតកັບនេះថយក្រោយទៅបាន4អសង្ខ័យនិង100,000កັບសុមេធបណ្ឌិតនេះកើតនៅក្នុងត្រកូលស្ដុកស្ដំជាអ្នកមានភោគសម្បត្តិច្រើនទាំងជាអ្នករៀនចេះចប់ត្រៃវេទលុះអំណះឥតអំពីមាតាបិតាទៅនាយឃ្លាំងបាននាំយកអាយបោថកៈបញ្ជីកំណត់ចំនួនទ្រព្យសម្បត្តិមកសូត្រជម្រាបជូនថាទ្រព្យមានចំនួនប៉ុណ្ណេះជារបស់បិតាទ្រព្យមានចំនួនប៉ុណ្ណេះជារបស់មាតាទ្រព្យមានចំនួនប៉ុណ្ណេះជារបស់ជីដូនជីតានៃអ្នកចូលអ្នករសាទ្រព្យនោះចុះសុមេធបណ្ឌិតកាលបើបានស្ដាប់ពាក្យនេះហើយក៏មានសេចក្តីសង្វេគគិតថាអូណូញាតិទាំងឡាយមានជីដូនជីតារបស់អាត្មាអញជាដើមមិនអាចប្រមូលយកទ្រព្យសម្បត្តិទាំងអស់នោះទៅកាន់បរលោកសូម្បីតែមួយកហបណៈក៏យកទៅតាមខ្លួនពុំបានសោះឡើយអាត្មាអញគួរធ្វើឧបាយណាមួយនឹងនាំយកទ្រព្យនោះទៅឲ្យបានថ្ងៃមួយសុមេធបណ្ឌិតចូលទៅសំងំក្នុងទីស្ងាត់នាផ្ទៃប្រាសាទជាន់លើអង្គុយពេមភ្នែនពិចារណាថាការកើតក្នុងភពថ្មីទៀតនិងការបែកធ្លាយសរីរៈរឿយៗក្នុងវដ្តសង្សារនេះរមែងនាំមកនៅទុក្ខឥឡូវអាត្មាអញមានជាតិជរាព្យាធិនិងមរណៈជាធម្មតាបើដូច្នោះគួរតែអាត្មាអញស្វែងរកអមតៈមហានិព្វានដែលជាធម្មជាតិមិនមានជាតិមិនមានជរាមិនមានព្យាធិមិនមានមរណៈមានតែសុខត្រជាក់ត្រជុំតែម្យ៉ាងគួរតែអាត្មាអញលះចោលនៅរាងកាយសំអុយនេះដែលពេញដោយសាកសពផ្សេងហើយចេញទៅបួសពុំមានសេចក្តីអាឡោះអាល័យហើយស្វែងរកមាគ៌ាជាឧបាយដើម្បីរំដោះខ្លួនចេញឲ្យផុតអំពីភពនេះសុមេធបណ្ឌិតគិតយ៉ាងនេះទៀតថាមែនពិតក្នុងលោកតាមតែធម្មជាតិអ្វីក៏ដោយសុទ្ធតែមានជាគូនឹងគ្នាបើមានទុក្ខចំណែកខាងសុខក៏គង់មានបើភពមានចំណែកការធ្វើឲ្យផុតអំពីភពក៏គង់មានបើក្តៅមានត្រជាក់ក៏គង់មានបើភ្លើងទាំង3មានភ្លើងរាគៈជាដើមមានធម្មជាតិសម្រាប់លុតនៅភ្លើងទាំង3នេះក៏គង់មានបើបាបមានបុណ្យក៏គង់មានបើជាតិមានធម្មជាតិធ្វើមិនឲ្យមានកំណើតក៏គង់មានតពីនេះទៅទៀតសុមេធបណ្ឌិតគិតថាបរោះដែលធ្លាក់ទៅក្នុងរណ្ដៅប្រឡាក់ដោយលាមកហើយក្រឡេកមើលពីចម្ងាយទៅឃើញស្រះដដេដាស់ដោយផ្កាឈូកបរោះនោះគួរតែដើរទៅស្វែងរកទឹកនៅក្នុងស្រះនោះដោយគិតថាអាត្មាអញក៏បីចុះទៅក្នុងស្រះនោះតាមផ្លូវណាបើបរោះនោះមិនស្វែងរកទឹកមកលាងជំរះកាយឲ្យបានស្អាតបាតទេការមិនស្វែងរកនោះក៏មិនមែនជាទោសរបស់ស្រះទេគឺជាទោសរបស់បរោះនោះឯងយ៉ាងណាមិញកាលបើស្រះពោលគឺអមតៈមហានិព្វានដែលជាគ្រឿងលាងជំរះនៅមន្ទិលគឺកិលេសរបស់បុគ្គលមានប៉ុន្តែបុគ្គលនោះមិនស្វែងរកការមិនស្វែងរកនោះក៏មិនមែនជាទោសរបស់ស្រះពោលគឺអមតៈមហានិព្វាននោះទេគឺជាទោសរបស់បុគ្គលនោះឯងក៏យ៉ាងនោះដែរមួយទៀតបរោះដែលត្រូវសត្រូវគឺចោចោមរោមពាត់ចិត្តជុំខ្លួនហើយឯផ្លូវសម្រាប់បរោះនោះរត់គេចចេញទៅក៏មានប៉ុន្តែបរោះនោះមិនរត់គេចចេញទេក៏មិនមែនជាទោសរបស់ផ្លូវគឺជាទោសរបស់បរោះនោះឯងយ៉ាងណាមិញបរោះដែលត្រូវសត្រូវគឺកិលេសចោមរោមចាប់រូបរឹតជុំវិញខ្លួនហើយយ៉ាងណាមិញបរោះដែលត្រូវសត្រូវគឺកិលេសចោមរោមចាប់រូបរឹតជុំវិញខ្លួនហើយឯផ្លូវជាដំណើរទៅកាន់ព្រះនិព្វានមានប៉ុន្តែបរោះនោះមិនស្វែងរកការមិនស្វែងរកនោះក៏មិនមែនជាទោសរបស់មគ្គជាដំណើរទៅកាន់ព្រះនិព្វានទេគឺជាទោសរបស់បរោះនោះឯងក៏យ៉ាងនោះដែរមួយវិញទៀតបរោះដែលត្រូវជំងឺបៀតបៀនរាងកាយឲ្យឈឺចាប់ជានិច្ចកាលឯពេទ្យសម្រាប់ព្យាបាលជំងឺមានប៉ុន្តែបើបរោះនោះមិនស្វែងរកពេទ្យនោះឲ្យមកព្យាបាលជំងឺទេក៏មិនមែនជាទោសរបស់ពេទ្យគឺជាទោសរបស់បរោះនោះឯងយ៉ាងណាមិញប
បរោះណាដែលត្រូវជំងឺគឺកិលេសបៀតបៀនហើយមិនស្វែងរកអាចារ្យអ្នកឆ្លៀសវៃប៉ិនប្រសពក្នុងការសម្លាប់នៅកិលេសឯអាចារ្យនោះប្រកាសជាមានប៉ុន្តែបរោះនោះមិនស្វែងរកការមិនស្វែងរកនោះឯងចាត់ជាទោសរបស់បរោះនោះតែម្យ៉ាងមិនមែនជាទោសរបស់អាចារ្យនោះទេក៏យ៉ាងនោះដែរតពីនេះទៀតសមេធៈបណ្ឌិតគិតថាបុរសប្រកបដោយជាតិជាអ្នកស្អិតស្អាងរាងកាយរមែងលះចោលនៅសាកសពជារបស់បដិគូលដែលជាប់ឯដល់កហើយគេចចេញទៅកាន់ទីដែលមានសេចក្តីសុខយ៉ាងណាមិញអាត្មាអញគួរតែលះចោលនៅរាងកាយស្អុយនេះក៏មានសេចក្តីអាឡោះអាល័យហើយចូលទៅកាន់នគរគឺព្រះនិព្វានក៏យ៉ាងនោះដែរមួយទៀតជនប្រុសស្រីទាំងឡាយបន្ទោបង់នៅឧច្ចារៈនិងបស្សាវៈក្នុងបង្គន់រួចហើយមិនកាន់យកនៅឧច្ចារៈនិងបស្សាវៈនោះដោយថ្នាក់ឬវិចដោយជាសម្ពុតយកទៅទេរមែងខ្ពើមរអើមលះចោលឥតមានសេចក្តីអាឡោះអាល័យដើរចេញទៅយ៉ាងណាមិញអាត្មាអញគួរតែលះចោលនៅកាយស្អុយនេះក៏មានសេចក្តីអាឡោះអាល័យឡើយហើយចូលទៅកាន់នគរគឺអមតនិព្វានក៏យ៉ាងនោះដែរមួយវិញទៀតម្ចាស់ទូករមែងលះចោលនៅទូកចាស់ក្រុមគ្រាដែលប្រើការមិនកើតដែលចេញទៅដោយមិនមានសេចក្តីអាឡោះអាល័យយ៉ាងណាមិញអាត្មាអញនឹងលះចោលកាយស្អុយដែលកំពុងហូរខ្ទុះឈាមចេញតាមមុខដំបៅទាំង9ដោយមិនមានសេចក្តីអាឡោះអាល័យហើយចូលទៅកាន់បុរីគឺនិព្វានក៏យ៉ាងនោះដែរពុំនោះដោយបរោះនាំយករតនៈផ្សេងដើរទៅកាន់ផ្លូវជាមួយនឹងពួកចោរលុះមានសេចក្តីខ្លាចអំពីការវិនិច្ឆ័យនៃរតនៈរបស់ខ្លួនក៏លះបង់ពួកចោរចេញហើយដើរទៅកាន់ផ្លូវដទៃដែលជាផ្លូវផ្សេងយ៉ាងណាមិញករិច្ចកាយនេះប្រហែលគ្នានឹងពួកចោរដែលមានបំណងនឹងប្លន់យករតនៈនោះដែរបើអាត្មាអញនឹងធ្វើនៅបំណងពេញចិត្តក្នុងករិច្ចកាយនេះរតនៈគឺកុសលធម៌ដ៏សម្បយុទ្ធដោយអរិយមគ្គគង់តែនឹងវិនិច្ឆ័យពុំខានអាត្មាអញគួរតែលះករិច្ចកាយដែលប្រហែលគ្នានឹងចោរនោះចោលចេញហើយចូលទៅកាន់នគរគឺនិព្វានក៏យ៉ាងនោះដែរលុះសមេធៈបណ្ឌិតត្រេះរិះគិតប្រកបដោយនេកមៈដោយសេចក្តីឧបមាឧបម័យផ្សេងយ៉ាងនេះហើយក៏បរិច្ចាគភោគទ្រព្យរបស់ខ្លួនដល់ជនទាំងឡាយដែលគួរចែករំលែកហើយបានឲ្យទានដល់ស្មោមទាំងឡាយនិងមនុស្សច្រើនប្រភេទដែលគួរសង្គ្រោះមានមនុស្សកំព្រានិងមនុស្សអ្នកដំណើរដែលខ្វះខាតស្បៀងអាហារជាដើមលំដាប់ពីនោះមកសមេធៈបណ្ឌិតក៏លះកាមទាំងឡាយចេញจากនគរអមរវតីទៅតែម្នាក់ឯងដើរសម្ដៅចូលទៅក្នុងព្រៃហមពៀនធ្វើបណ្ណសាលាជាអាស្រមនិងទីចង្ក្រមតាមកម្លាំងបុណ្យរបស់ខ្លួនអាស្រ័យនៅធម្មឹកបរិពតក្នុងព្រៃហមពៀននោះឯងហើយក៏លះបង់សម្ពុតសាដកប្រកបដោយទោស9យ៉ាងចេញហើយបួសជាតបោះស្លៀកសម្ពុតសម្បកក្រចៅប្រកបដោយគុណ12យ៉ាងលុះបួសយ៉ាងនេះរួចហើយក៏លះបង់នៅបណ្ណសាលាដែលប្រកបដោយទោស8យ៉ាងចេញហើយចូលទៅនៅអាស្រ័យនឹងគល់ឈើដែលប្រកបដោយគុណ10យ៉ាងលះបង់នៅអាហារដែលធ្វើដោយធញ្ញជាតិទាំងពួងចេញហើយបរិភោគតែផ្លែឈើដែលជ្រុះឯងតាំងព្យាយាមដ៏មមដោយអំណាចត្រឹមតែអិរិយាបថ3គឺអង្គុយឈរនិងការដើរចង្ក្រមមិនយូរប៉ុន្មានក៏បានសម្រេចសមាបត្តិ8និងអភិញ្ញា5ក្នុងរវាង7ថ្ងៃប៉ុណ្ណោះសមេធៈបណ្ឌិតបានសម្រេចអភិញ្ញាពលប្រព្រឹត្តដោយសេចក្តីសុខក្នុងសមាបត្តិយ៉ាងនេះឯងវគ្គនេះចប់តែប៉ុណ្ណេះសូមអនុមោទនាសូមជូនសៀវភៅពុទ្ធប្រវត្តិទូរេនិទានភាគទី1ទីបង្កកថាក្នុងកាលនោះសម្ដេចព្រះទសពលព្រះនាមទីបង្កបានត្រាស់ដឹងឡើងក្នុងលោកមានភិក្ខុសង្ឃជាប្រខ័យណាស្របចំនួន400,000អង្គចោមរួមជាបរិវារទ្រង់ស្ដេចទៅកាន់ជនបទចារឹកតាមលំដាប់លុះស្ដេចទៅដល់នគរឈ្មោះរាមកៈទ្រង់អាស្រ័យនៅក្នុងសុទេសនមហាវិហារពួកមហាជនដែលនៅក្នុងក្រុងរាមកៈបានឮដំណឹងថាព្រះពុទ្ធព្រះនាមទីបង្កបានមកដល់បរមាសម្ពោធិញ្ញាណមានធម្មចក្រដ៏ប្រសើរប្រព្រឹត្តទៅហើយទ្រង់ស្ដេចមកគង់នៅក្នុងសុទេសនមហាវិហារក៏នាំគ្នាយកភេសជ្ជៈមានសព្វេនិងនវនីតៈជាដើមព្រមទាំងគ្រឿងសក្ការៈមានសពុតនិងផ្កាកម្រងជាដើមចូលទៅធ្វើសក្ការៈបូជាស្ដាប់ព្រះធម៌ទេសនាលុះចប់ព្រះធម៌ទេសនាហើយក៏និមន្តព្រះសម្មាសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃ
សូមឲ្យទទួលផុតនៅក្នុងវេលាថ្ងៃស្អែកលុះដឹងថាព្រះអង្គបានទទួលនិមន្តហើយក៏នាំគ្នាថ្វាយបង្គំហើយក៏រកចាក់អាសនៈដើរចេញទៅលុះដល់ថ្ងៃព្រឹកឡើងពួកមហាជនដែលនៅក្នុងក្រុងរាមកៈទាំងនោះនាំគ្នាចាត់ចែងមហាទានព្រមទាំងរៀបចំសម្អាតផ្លូវដើម្បីព្រះទសពលញាណទ្រង់ស្ដេចចូលមកក្នុងក្រុងក្នុងខណៈនោះសុមេធបណ្ឌិតដែលបួសជាតបោះនៅព្រៃហេមពានបានសម្រេចឈាននឹងអភិញ្ញាជួនជាមានដំណើរមកតាមនភាល័យកលេចមើលទៅឃើញមហាជនមីដេដាស់កំពុងតែរៀបចំធ្វើផ្លូវដើម្បីថ្វាយព្រះលោកនាថព្រះនាមទីបង្កដែលនឹងទ្រង់ស្ដេចចេញអំពីសុទេសនមហាវិហារចូលទៅកាន់ក្រុងរាមកៈក៏ចុះអំពីអាកាសមកហើយសួរមនុស្សទាំងឡាយបានដឹងសេចក្តីសពគ្រប់ហើយក៏ទទួលនីតិមួយកន្លែងដើម្បីធ្វើដោយខ្លួនឯងកាលបើផ្លូវដែលសុមេធតបោះធ្វើនោះមិនទាន់ស្រេចនៅឡើយស្រាប់តែព្រះសម្មាសម្ពុទ្ធស្ដេចទ្រង់មកដល់សុមេធតបោះយកស្បែកខ្លាទាំងក្រចកក្រាលលើភក់រួចប្រាស់ខ្លួនដេកសន្ធឹងធ្វើជាស្ពានបើកភ្នែកមើលពុទ្ធសិរីនៃព្រះទសពលទ្រង់ព្រះនាមទីបង្កគិតយ៉ាងនេះថាបើសិនជាអាត្មាអញប្រាថ្នាឲ្យអស់អាសវៈកិលេសចេញពីខន្ធសន្តានដើម្បីលុះនៅព្រះនិព្វានជាប្រយោជន៍ចំពោះខ្លួនឯងនៅក្នុងជាតិនេះក៏នឹងបានដោយពិតប៉ុន្តែមិនដូច្នោះគួរអាត្មាអញប្រាថ្នាឲ្យបានបរមាភិសម្ពោធញ្ញាណដូចជាព្រះពុទ្ធព្រះនាមទីបង្កអង្គនេះហើយនឹងបើកមហានិវាគឺប្រធរចម្លងមហាជនឲ្យផុតចាកសាគរគឺសង្សារហើយសម្បរិនិព្វានដោយខ្លួនឯងនៅក្នុងកាលជាខាងក្រោយបំណងនេះទើបជាកិច្ចដ៏សមគួរដល់អាត្មាអញក្នុងវេលាដែលសុមេធតបោះធ្វើនៅអភិនិហាការកសាងដើម្បីឲ្យបានត្រាស់ជាព្រះពុទ្ធនោះលោកប្រកបដោយធម្មសមោធាន8ប្រការគឺ 1. មនុស្សសត្វតាំងភាពជាមនុស្ស 2. លង្កៈសម្បត្តិដល់ព្រមដោយភេទគឺភេទបុរស 3. ហេតុប្រកបដោយហេតុគឺមានឧបនិស្ស័យគួរនឹងបានសម្រេចអរហត្តផល 4. សត្ថាវទេសនំបានជួបនឹងព្រះសាស្តាគឺព្រះសម្មាសម្ពុទ្ធ 5. បព្វជិបានបួសក្នុងព្រះពុទ្ធសាសនាឬបួសជាតបោះខាងក្រៅព្រះពុទ្ធសាសនា 6. គុណសម្បត្តិដល់ព្រមដោយគុណធម៌មានឈានជាដើម 7. អធិការោប្រកបដោយអធិការគឺមានសេចក្តីកសាងដ៏ខ្ពង់ខ្ពស់មានជីវិតបរិច្ចាគជាដើម 8. ឆន្ទតាមានសេចក្តីពេញចិត្តប្រាថ្នានៅពោធិញ្ញាណចំណែកខាងព្រះបរមសាស្តាទ្រង់ព្រះនាមទីបង្កកាលបើស្ដេចយាងផុតអំពីភពនោះហើយទ្រង់ព្យាករក្នុងកណ្ដាលបរិស័ទថាអ្នកទាំងឡាយចូលមើលតបោះដែលកំពុងដេកលើភពនេះមានតបៈដ៏ខ្ពង់ខ្ពស់ចំណេរជាកាលតទៅអនាគតរាប់ពីត្រឹមផុតកັບនេះទៅ4អសង្ខ័យនិង100,000កັບទៀតតបោះនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គព្រះនាមគូដំនគរជាលំនៅរបស់ព្រះពុទ្ធនោះឈ្មោះកបិលភ័ស្ត្រព្រះមេដាព្រះនាមមហាមយាទេវីព្រះបិតាព្រះនាមសុទ្ធោទនៈមានភិក្ខុឈ្មោះឧបទេសៈសារីបុត្រជាអគ្គសាវកភិក្ខុឈ្មោះកលិតៈមោគលានជាទុតិយសាវកភិក្ខុឈ្មោះអនន្តជាពុទ្ធោបថាភិក្ខុនៃឈ្មោះខេមាជាអគ្គសាវិកាភិក្ខុនៃឈ្មោះអបុលវណ្ណាជាទុតិយសាវិកាវេលាមានព្រះញាណចាស់ខ្លានឹងចេញទ្រង់ព្រះភ្នោះធ្វើទុក្ករកិរិយាអស់6ព្រះវស្សាបានទទួលមធុបាយៈទៀបគល់និក្រូធព្រឹកយកទៅសោយត្រង់ឆ្នេរស្ទឹងនេរញ្ជរាលុះដល់សាយន្តហសម័យនឹងឡើងកាន់ពោធិមណ្ឌលឋានហើយនឹងបានត្រាស់ជាព្រះពុទ្ធទៀបគល់នៃអសត្តព្រឹកដើមពូសុមេធបណ្ឌិតកាលបើបានស្ដាប់ពាក្យព្យាករអំពីសំណាក់នៃព្រះទសពលព្រះនាមទីបង្កហើយក៏ធ្វើសេចក្តីសន្និដ្ឋានថាអាត្មាអញមុខជានឹងបានត្រាស់ជាព្រះពុទ្ធដោយពិតហើយពិចារណាស្ទាបស្ទង់រកពុទ្ធការកធរថាធរដែលធ្វើឲ្យបុគ្គលបានត្រាស់ជាព្រះពុទ្ធនោះមាននៅក្នុងទីណាស្ថិតនៅខាងលើឬខាងក្រោមស្ថិតនៅក្នុងទិសធំឬទិសតូចកំពុងតែពិចារណារាវរកពុទ្ធការធរតាមលំដាប់ទៅក៏បានឃើញនៅទានបារមីជាបឋមដែលបរាណកពោធិសត្វទាំងឡាយតែងសេពគប់រួចមកហើយទើបទូមានខ្លួនថាណែសុមេធបណ្ឌិតចាប់ដើមពីត្រឹមថ្ងៃនេះទៅអ្នកឯងត្រូវបំពេញទានបារមីជាបឋម
เปรียบโดยออมดอกเป็นโดยตึกได้เก็บกับจุบังหูตึกเจงมันอ้อยเมียนเสสอลหายตึกนู่เองก็มันอาจหูตลอดจูมาวิ่งบานลายอย่างนามิงในเองก้มกระเล็กมือกรอบโยกโกนประปนนึ่งอเวะยเวะตุยทอมลายการเบอร์เมียนผู้สมุมเหมาะสมระบอบเอาไว้เต้าแต่อ้อยระบอบนุเตียงอ้อตามจำนองระบอบผู้สมุมกลมอ้อยเมียนเสสอลลายก็ย่างนุได้เติมในไอยังบานตราจีประพุทธนกนงอนาคตสมัยแทะบัณฑิตบ้านอติทานโนเตียนบารมีจีบัดถมดอมอมโดยประกาอย่างนี้เหยก็พิจารณาทามันแมนเมียนตรำแต่พุทธการทอปนตีกงเมียนทอดเตยกราวปีนิเตียดลูกพิจารณาต่อโตกับบางเคยใส่ละบารมีตีปีได้โบราณกะภูติสัตว์ทั้งหลายบ้านสมาเตียนประพฤติรุ่ยเหมาะเหยเติบตูเมียงคลวนทาในสมัยแทะบัณฑิตจับปีดามปีตรำไงนิเตอในเองเต้าบำเพ็ญใส่ละบารมีเปรียบโดยเจมรึกจามรีธรรมดามรึกจามรีสู้ประทอยและบองชีวิตคอมรสากาเปียสะอันตุยระบบล้วนมันอ้อยประละสาวมองอย่างนามิงในเองตรำปีไงนิเตอเต้าประทอยและบองชีวิตรสานุสลอยบ้านหมดจอดคำอ้อยสาวมองก็ย่างหนุได้เติมในเองหนึ่งบ้านตราเจียประพุทธขนงอนาคตการบาสเมธแทะบัณฑิตอติทานใส่ละบารมีตีปีอ้อยม้อมโดยประกาอย่างนี้เหยก็พิจารณาทามันไม่เมียนตรำแต่พุทธการทอแต่งลายปนเตกงเมียนทอดเตยปีนิเตียดลูกพิจารณาต่อเตอก็บ้านเคยเนคมะบารมีตีใบได้โบราณกะปูติสัตว์แต่งลายพลอบบ้านสมาเตียนประพฤติรุ่ยเหมาะเหยเติบตูเมียนคลวนถาในสมัยแทะบัณฑิตจับดามปีไงนี้ต่อเตอณเองเต้าบำเพ็ญเนคมะบารมีเปรียบโดยจีบรอได้นกนงปอนตเนียเกียแต่งอบศกทุนตรอนเหมือนจ้องนกนงปอนตเนียเกียนุต่อตุเตียดอย่างนามิงณเองเต้าสมกอลถาพบยังอ้อประหารเมียหนึ่งปอนตเนียเกียกัวแต่อบศกทุนตรอนจ้องเจงอ่อยพดจะพบยังอ้อหายใบมุกชอมตรกเนคมะก็ยังนุได้เติบณเองหนึ่งบ้านตราจีประพุทธนกนงอนาคตการสมัยแทะบัณฑิตอติทานโนเนคมะบารมีตีใบอ้อยม้อมโดยประกาอย่างนี้เหยก็พิจารณาทามันแมนเมียนตรำแต่พุทธการทอแต่งลายปนตีกงเมียนทอดเตยกราปีนิเตียดลูกพิจารณาต่อเตอก็บ้านเคยปัญญาบารมีตีบุญได้โบราณกะปูติสัตว์แต่งลายพลอบบ้านแซบกบประพฤติรุ่ยเหมาะเหยเติบตูเมียนคลวนถาในสมัยแทะบัณฑิตจับดามปีตรำไงนี้ต่อเตอณเองเต้าบำเพ็ญปัญญาบารมีเต้ากงเวียนโนบุกลนามวยตุจอนเตียบกระไดจอนกันดาลกระไดจอนพวกอ้อยซอหายจูตัวเสพกบรอบโรณปลายริบัณฑิตสะส่วนโนปัญหาเสียงเปรียบโดยปิโคณจอโตดำใบบรรณบาตมันรื้อเอิงมันเวียนโนตระโกลนามวยแต่งตรัสตบรรณบาตตามลำดับเตะหายฉับบานอาหารจำแอดอัตมาอย่างนามิงณเองเต้าจูตรกณปลายริบัณฑิตแต่งลายได้จินเมียนกาเจดังหายสะส่วนโนปัญหาเสียงตืบณเองหนึ่งฉับบานตราจีประพุทธขนงอนาคตก็ยังนุได้การสมัยแทะบัณฑิตอติทานโนปัญญาบารมีตีบุญอ้อยม้อมโดยประกาอย่างนี้เหยก็พิจารณาทามันแมนเมียนตรำแต่พุทธการกะทอแต่งลายปนตีกงเมียนทอดเตยเตียดกราวปีนี้ลูกพิจารณาต่อเตอก็บ้านเคยวิริยะบารมีตีปรำได้โบราณกะปูติสัตว์แต่งลายทลบบ้านสมาเตียนประพฤติรุ่ยเหมาะเหยเติบตูเมียนคลวนถาในสมัยแทะบัณฑิตจับดามตั้งปีไงนี้ต่อเตอณเองเต้าบำเพ็ญวิริยะบารมีเปรียบโดยเจสัตไสหะเจสดัจในมรึกเจสัตเมียนเจียเยี่ยมมอมขนงเอริยาบทกังบุญอย่างนามิงจำนายณเองก็เต้าเมียนเจียเยี่ยมมอมเมียนเจียเยี่ยมมันรุญเรียครบเอริยาบทกังบุญนกขนงพบแต่งปวงก็ย่างนุได้เติบณเองหนึ่งบ้านตราจีประพุทธนกขนงอนาคตการสมัยแทะบัณฑิตอติทานวิริยะบารมีตีปรามอ้อยม้อมโดยประกาอย่างนี้เหยก็พิจารณาทามันแมนเมียนตรำแต่พุทธการกะทอแต่งลายปนตีกงเมียนทอดเตยกราวปีนิเตียดลูกพิจารณาต่อเตอก็บ้านเคยคันไตบารมีตีประมวยได้โบราณกะปูติสัตว์แต่งลายทลบบ้านสมาเตียนประพฤติรุ่ยเหมาะเหยเติบตูเมียนคลวนถาในสมัยแทะบัณฑิตจับดามปีตรำไงนี้ต่อเตอ
អ្នកឯងត្រូវបំពេញខន្តីបារមីបើទុកជាមានគេរាប់អានសរសើរបញ្ជូរយ៉ាងណាក្តីគេមើលងាយបន្ទោសបង្អាប់យ៉ាងណាក្តីត្រូវតាំងចិត្តអត់ទ្រាំប្រៀបដូចជាផែនដីធម្មតាផែនដីបើទុកជាគេដាក់វត្ថុស្អាតក្តីមិនស្អាតក្តីផែនដីឥតត្រេកអរឥតថ្នាំងថ្នាក់អអន់អ្វីចំពោះវត្ថុដែលគេដាក់នោះឡើយផែនដីចេះតែអត់ធន់ទទួលរ៉ាប់រងបានគ្រប់មុខទាំងអស់យ៉ាងណាមិញចំណែកអ្នកឯងត្រូវតែអត់ធន់ចំពោះពាក្យសរសើរនិងពាក្យតេះដៀលរបស់ជនដទៃក៏យ៉ាងនោះដែរទើបអ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធនៅក្នុងអនាគតកាលសុមេធបណ្ឌិតអតិដ្ឋានខន្តីបារមីទី6ឲ្យមាំដោយប្រការយ៉ាងនេះហើយក៏ពិចារណាថាមិនមែនមានត្រឹមតែពុទ្ធការកធម៌ទាំងឡាយប៉ុណ្ណេះទេគង់មានធម៌ដទៃក្រៅពីនេះទៀតលុះពិចារណាតទៅក៏បានឃើញសច្ចបារមីទី7ដែលបុរាណកពោធិសត្វទាំងឡាយធ្លាប់បានសមាទានប្រព្រឹត្តរួចមកហើយទើបទូមានខ្លួនថាណែសុមេធបណ្ឌិតចាប់ដើមពីថ្ងៃនេះតទៅអ្នកឯងត្រូវបំពេញសច្ចបារមីបើទុកជារន្ទះធ្លាក់ចុះមកលើអំបែងក្បាលក្តីឬគេយកវត្ថុមានទ្រព្យជាដើមមកឲ្យក្តីអ្នកឯងកុំធ្វើនៅសម្បជានមុសាវាទព្រោះតែរបស់ទាំងនោះឡើយប្រៀបដូចជាផ្កាយព្រឹកធម្មតាផ្កាយព្រឹកមិនដែលលះបង់វិថីជាដំណើររបស់ខ្លួនក្នុងរដូវទាំងពួងទាំងមិនទៅក្នុងវិថីដទៃរមែងនៅតែក្នុងវិថីរបស់ខ្លួនដដែលយ៉ាងណាមិញអ្នកឯងកុំលះបង់ពាក្យសច្ចៈកុំនិយាយមុសាក៏យ៉ាងនោះដែរទើបអ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធនៅក្នុងអនាគតកាលសុមេធបណ្ឌិតអតិដ្ឋានសច្ចបារមីទី7ឲ្យមាំដោយប្រការយ៉ាងនេះហើយក៏ពិចារណាថាមិនមែនមានត្រឹមតែពុទ្ធការកធម៌ទាំងឡាយប៉ុណ្ណេះទេគង់មានធម៌ដទៃក្រៅពីនេះទៀតលុះពិចារណាតទៅក៏បានឃើញអតិដ្ឋានបារមីទី8ដែលបុរាណកពោធិសត្វទាំងឡាយធ្លាប់បានសមាទានប្រព្រឹត្តរួចមកហើយទើបទូមានខ្លួនថាណែសុមេធបណ្ឌិតចាប់ដើមពីត្រឹមថ្ងៃនេះទៅអ្នកឯងត្រូវបំពេញអតិដ្ឋានបារមីអ្នកឯងបានបដិញ្ញាតាំងមាំនៅក្នុងអតិដ្ឋានណាត្រូវតាំងចិត្តឲ្យខ្ជាប់ជួនក្នុងអតិដ្ឋាននោះកុំឲ្យមានការកម្រើករញ្ជួយឡើយប្រៀបដូចជាភ្នំធម្មតាភ្នំមិនកម្រើកមិនរញ្ជួយដោយសារខ្យល់ដែលបក់បោកមកពីទិសទាំងពួងរមែងស្ថិតនៅនឹងថ្កល់ត្រង់កន្លែងរបស់ខ្លួនដដែលយ៉ាងណាមិញអ្នកឯងក៏ត្រូវតាំងនៅក្នុងអតិដ្ឋានរបស់ខ្លួនកុំឲ្យមានការកម្រើករញ្ជួយឡើយក៏យ៉ាងនោះដែរទើបអ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធនៅក្នុងកាលអនាគតកាលសុមេធបណ្ឌិតសមាទានអតិដ្ឋានបារមីទី8ឲ្យមាំដោយប្រការយ៉ាងនេះហើយក៏ពិចារណាថាមិនមែនមានត្រឹមតែពុទ្ធការកធម៌ទាំងឡាយប៉ុណ្ណេះទេគង់មានធម៌ដទៃក្រៅពីនេះទៀតលុះពិចារណាតទៅក៏បានឃើញមេត្តាបារមីទី9ដែលបុរាណកពោធិសត្វទាំងឡាយធ្លាប់បានសមាទានប្រព្រឹត្តរួចមកហើយទើបទូមានខ្លួនថាណែសុមេធបណ្ឌិតចាប់ដើមពីត្រឹមថ្ងៃនេះទៅអ្នកឯងត្រូវបំពេញនៅមេត្តាបារមីគឺមានចិត្តទី1ចំពោះអំពើដែលមានប្រយោជន៍ផងចំពោះអំពើដែលមិនមានប្រយោជន៍ផងប្រៀបដូចជាទឹកធម្មតាទឹករមែងជ្រួតជ្រាបធ្វើនៅភាពដល់ត្រជាក់ដល់បាបជនផងដល់កល្យាណជនផងដូចគ្នាតែមួយយ៉ាងណាមិញអ្នកឯងត្រូវមានចិត្តតែមួយផ្សាយទៅដោយមេត្តាចិត្តចំពោះសពសត្វទាំងឡាយក៏យ៉ាងនោះដែរទើបអ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធនៅក្នុងកាលអនាគតកាលសុមេធបណ្ឌិតអតិដ្ឋានមេត្តាបារមីទី9ឲ្យមាំដោយប្រការយ៉ាងនេះហើយក៏ពិចារណាថាមិនមែនមានត្រឹមតែពុទ្ធការកធម៌ទាំងឡាយប៉ុណ្ណេះទេគង់មានធម៌ដទៃទៀតក្រៅពីនេះលុះពិចារណាតទៅក៏បានឃើញឧបេក្ខាបារមីទី10ដែលបុរាណកពោធិសត្វទាំងឡាយធ្លាប់បានសមាទានប្រព្រឹត្តរួចមកហើយទើបគឺមានខ្លួនថាណែសុមេធបណ្ឌិតចាប់ដើមពីត្រឹមថ្ងៃនេះទៅអ្នកឯងត្រូវបំពេញឧបេក្ខាបារមីគឺមានចិត្តតាំងនៅជាកណ្ដាលចំពោះសុខផងចំពោះទុក្ខផងប្រៀបដូចជាផែនដីធម្មតាផែនដីបើទុកជាគេដាក់វត្ថុស្អាតក្តីមិនស្អាតក្តីផែនដីរមែងតាំងនៅជាកណ្ដាលមិនមានសោមនស្សទូមនស្សឡើយយ៉ាងណាមិញអ្នកឯងក៏ត្រូវតាំងចិត្តជាកណ្ដាលចំពោះសុខនិងទុក្ខក៏យ៉ាងនោះដែរទើបអ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធនៅក្នុងអនាគតកាលសុមេធបណ្ឌិតអតិដ្ឋានឧបេក្ខាបារមីទី10ឲ្យមាំដោយប្រការយ៉ាងនេះហើយ
តពីនេះទៅក៏គិតថាពុទ្ធការកថជាប្រធាននៃពូតិញាណដែលពូតិសត្វទាំងពួងត្រូវបំពេញនៅក្នុងលោកនេះឯពុទ្ធការកថនោះមិនមែនដតីក្រៅអំពីបារមីទាំង10នេះទេបារមីទាំង10នោះឯងមិនមែនស្ថិតនៅក្នុងខាងលើមិនមែនស្ថិតនៅឯអាកាសមិនមែនស្ថិតនៅខាងក្រោមផែនដីមិនមែនស្ថិតនៅក្នុងទិសទាំងឡាយមានពុរិមទិសជាដើមប្រកបជាស្ថិតនៅសុបត្រង់ចន្លោះសាច់ហឫទ័យនៃអាត្មាអញនេះឯងសុមេធបណ្ឌិតកាលបើយល់ច្បាស់ថាបារមីទាំងនោះស្ថិតសុបនៅក្នុងហឫទ័យយ៉ាងនេះហើយក៏អតិដ្ឋានបារមីទាំងអស់ឲ្យតាំងនៅមមហើយពិចារណារឿយៗជាអនុលោមបដិលោមគឺពិចារណាសាចុះសាឡើងដោយគេបង្វិលត្រលុកប្រេងក្នុងយន្តពុំនោះសោតដោយគេយកកំពូលភ្នំសនេរូបមកគោក្រឡុកទឹកនៅក្នុងមហាសមុទ្រកាលដែលសុមេធបណ្ឌិតនោះកំពុងពិចារណាបារមីទាំង10ប្រការមហាព្រឹទ្ធពីមានកម្រាស់ 240,000 យោជន៍ក៏កម្រើករញ្ជួយបន្លឺសំឡេងលាន់ឮដូចជាដំរីជន់នៅបាច់បបោះពុំនោះសោតដូចជាសូរឃ្នៀបដែលគេគៀបអំពៅកាលដែលមហាប្រតិពីកំពុងកម្រើករញ្ជួយយ៉ាងនេះពួកមហាជនដែលនៅក្នុងក្រុងរាមកៈទាំងប៉ុន្មានមិនអាចទប់ទល់អាត្មាបានក៏ដួលត្រិតត្រុតហាក់ដូចជាដើមឈើធំធំហាក់ដូចជាដើមឈើធំធំដែលមានខ្យល់ព្យុះបក់បោកមកត្រូវមិនតែប៉ុណ្ណោះឡើយសូម្បីភាជាអ្នកមានក្អមឆ្នាំងជាដើមក៏កម្រើករញ្ជួយប៉ះទង្គិចគ្នាបែកខ្ទេចខ្ទីដែរចំណែកខាងមហាជនមានសេចក្តីភិតភ័យតក់ស្លុតមហិមាក៏នាំគ្នាចូលទៅកលទូសួរព្រះសាស្តាព្រះនាមទីបង្កថាបបិទ្ធព្រះអង្គដ៏ចម្រើនយើងខ្ញុំព្រះអង្គមិនបានដឹងនៅភ័យអន្តរាយនេះទេសូម្បីមហាជនទាំងពួងក៏ត្រូវភ័យអន្តរាយនោះបៀតបៀនដែរតើបាបគ្រោះនឹងកើតមានដល់លោកនេះឬក៏រសាបគ្រោះនឹងកើតមានដល់លោកនេះសូមព្រះអង្គទ្រង់សម្ដែងប្រាប់នៅហេតុនោះដល់យើងខ្ញុំព្រះអង្គព្រះសាស្តាកាលបើទ្រង់ព្រះសណ្ដាប់ពាក្យមហាជននោះហើយក៏ត្រាស់ថាអ្នកទាំងឡាយកុំខ្លាចឡើយកុំគិតឡើយភ័យអន្តរាយនឹងមិនកើតមានដល់អ្នកទាំងឡាយទេត្បិតថ្ងៃនេះតថាគតបានព្យាករឲ្យសមេធបណ្ឌិតថានឹងបានត្រាស់ជាព្រះពុទ្ធព្រះនាមគោដំក្នុងអនាគតឥឡូវនេះសមេធបណ្ឌិតនោះកំពុងពិចារណាបារមីដោយអំណាចដែកជះធម៌របស់សមេធបណ្ឌិតដែលបានពិចារណាបារមីនោះឯងក៏បណ្ដាលឲ្យលោកធាតុទាំង 10000 កម្រើករញ្ជួយបន្លឺសំឡេងផ្ទាល់ខ្ទាជាអស្ចារ្យដោយឯកប្រហាយ៉ាងនេះឯងពួកមហាជនការបានស្ដាប់ព្រះពុទ្ធដីកានៃព្រះតថាគតហើយក៏មានចិត្តត្រេកអររីករាយនាំគ្នាយកផ្កាកម្រងនិងគ្រឿងក្រអូបផ្សេងៗចូលទៅបូជាសមេធបណ្ឌិតជាអង្គពោធិសត្វហើយនាំគ្នាដើរប្រតិសិនពោធិសត្វរួចហើយទើបចូលទៅកាន់ក្រុងរាមកៈវិញលំដាប់ពីនោះពួកទេវតាក្នុងសកលលោកទាំង 10000 ចក្រវាលប្រជុំគ្នាបូជាពោធិសត្វដោយផ្កាកម្រងនិងគ្រឿងក្រអូបជាទិព្វហើយក៏ពោលសរសើរព្រមទាំងឲ្យពោលសព្វសាធុការដល់ពោធិសត្វថាបពិតសុមេធតបោះសេចក្តីប្រាថ្នាដ៏ធំដែលលោកបានតាំងទុកទៀបបាតតមូលនៃព្រះទសពលព្រះនាមទីបង្កសូមឲ្យសេចក្តីប្រាថ្នានោះសម្រេចដល់លោកកុំបីមានអន្តរាយឡើយភ័យក្តីសេចក្តីតក់ស្លុតក្តីកុំបីមានដល់លោកឡើយសូមលោកបំពេញបារមីទាំងឡាយដើម្បីឲ្យបានត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណយ៉ាងឆាប់ប្រៀបដូចដើមឈើដែលដល់រដូវផ្កាគួរដល់រដូវផ្លែហើយក៏តែងបញ្ចេញផ្កាបញ្ចេញផ្លែនៅក្នុងសម័យដ៏គួរយ៉ាងណាមិញលោកចូលបាននៅពោធិញ្ញាណដ៏ឧត្តមដោយរុះរាន់កុំកន្លងនៅសម័យដ៏គួរនោះឡើយក៏យ៉ាងនោះដែរពួកទេវតាលុះបានពោលសរសើរព្រមទាំងឲ្យពោលសព្វសាធុការដល់ពោធិសត្វយ៉ាងនេះហើយក៏វិលទៅកាន់ទេវស្ថានរបស់ខ្លួនវិញចំណែកខាងពោធិសត្វលុះបានទទួលសេចក្តីសរសើរនឹងពោលអំពីទេវតាទាំងឡាយហើយក៏គិតថាអាត្មាអញនឹងបំពេញបារមីទាំង10ហើយនឹងបានត្រាស់ជាព្រះពុទ្ធនៅក្នុងរវាងកាលកន្លងទៅអស់4អសង្ខ័យនិង100,000 កាប់លុះគិតយ៉ាងនេះហើយក៏អធិដ្ឋាននៅព្យាយាមដល់មមហើយជួយឈានហោះឡើងកាន់នៅភាល័យចូលទៅកាន់ព្រៃហេមពៀនវិញកាលដែលព្រះពុទ្ធទ្រង់ព្រះនាមទីបង្កបានព្យាករសរសើរសុមេធបណ្ឌិតជាអង្គពោធិសត្វរួចហើយទ្រង់បូជាពោធិសត្វដោយផ្កា8ក្តាប់ហើយទ្រង់ប្រតិសិនពោធិសត្វរួចស្ដេចយាងចេញទៅព
ពួកភិក្ខុជាប្រខៃណាស្របចំនួន400,000 អង្គនេះក៏បានបូជាពោធិសត្វដោយផ្កាកម្រងនឹងគ្រឿងក្រអូបហើយដើរប្រតិសិននិមន្តចេញទៅដែរចំណែកខាងមហាជនដែលនៅក្នុងក្រុងរាមកៈទាំងប៉ុន្មានបាននិមន្តព្រះសាស្តាព្រមទាំងភិក្ខុសង្ឃឲ្យចូលទៅក្នុងក្រុងហើយថ្វាយមហាទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានរួចស្រេចហើយព្រះបរមសាស្តាព្រះនាមទីបង្កទ្រង់សម្ដែងធម៌ញ៉ាំងមហាជនទាំងនោះឲ្យតាំងនៅក្នុងគុណមានសរណគមជាដើមហើយទ្រង់ស្ដេចចេញពីក្រុងរាមកៈតាមពុទ្ធអធ្យាស្រ័យតពីនោះទ្រង់ស្ថិតនៅតាមកំណត់ប្រជញ្ញរបស់ព្រះអង្គទ្រង់បំពេញពុទ្ធកិច្ចទាំងពួងតាមលំដាប់លំដោយរៀងរៀបដរាបបរិនិព្វានដោយអនុបាទីសេសនិព្វានធាតុវគ្គទីបង្កកថាចប់តែប៉ុណ្ណេះសូមអនុមោទនាទី2កដញ្ញកថាក្នុងអបរភាគកាលនៃព្រះដ៏មានព្រះភិក្ខព្រះនាមទីបង្កបរិនិព្វានកន្លងទៅមួយអសង្ខ័យមានព្រះបរមសាស្តាព្រះនាមកដញ្ញកើតឡើងក្នុងលោកព្រះពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺនៅក្នុងបឋមសន្និបាតមានភិក្ខុ100,000 កោដក្នុងទុតិយសន្និបាតមានភិក្ខុ1000 កោដក្នុងតតិយសន្និបាតមានភិក្ខុ90 កោដគ្រានោះព្រះពោធិសត្វនៃយើងជាស្ដេចចក្រពត្រាធិរាជព្រះនាមវិជិតាវីបានថ្វាយមហាទានដល់ភិក្ខុសង្ឃចំនួន100,000 កោដមានព្រះពុទ្ធជាប្រធានស្រេចហើយព្រះសាស្តាទ្រង់សម្ដែងធម៌ព្យាករណ៍ពោធិសត្វថាព្រះរាជាអង្គនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គនៅក្នុងអនាគតព្រះមហាក្សត្រអង្គនោះលុះបានព្រះសណ្ដាប់ធម្មកថានៃព្រះសាស្តាហើយក៏កើតសេចក្តីនឿយណាយលះបង់រាជសម្បត្តិចេញទៅទ្រង់ប្រភ្នោះរៀនបិដកទាំង3ចេះចប់ហើយតាំងសេចក្តីព្យាយាមដ៏មាំបានញ៉ាំងឈាននឹងអភិញ្ញាឲ្យកើតឡើងជាអ្នកមិនសាបសូន្យចាកឈានលុះដល់ទីបំផុតនៃជន្មាយុក៏បានទៅកើតនៅក្នុងព្រហ្មលោកព្រះពុទ្ធព្រះនាមកដញ្ញៈនោះមាននគរមួយឈ្មោះរមវតីជានិវេសនដ្ឋានក្សត្រទ្រង់ព្រះនាមអានន្ទជាព្រះពុទ្ធបិតាព្រះទេវីព្រះនាមសុជាតាជាព្រះពុទ្ធមាតាព្រះថេរៈឈ្មោះផតៈនិងព្រះថេរៈឈ្មោះសុផតៈជាអគ្គសាវកព្រះថេរៈឈ្មោះអនុរុទ្ធជាពុទ្ធោបដ្ឋាព្រះថេរីឈ្មោះតេសានិងព្រះថេរីឈ្មោះឧបតេសាជាអគ្គសាវិកាមានដើមសាលៈកល្យាណីជាពោធិព្រឹក្សព្រះសរីរៈរបស់ព្រះអង្គមានកម្ពស់88 ហត្ថប្រជញ្ញមាយុរបស់ព្រះអង្គចំនួន100,000 ឆ្នាំចប់កដញ្ញកថាតែប៉ុណ្ណេះសូមអនុមោទនាទី3មង្គលកថាក្នុងអបរភាគកាលនៃព្រះដ៏មានព្រះភិក្ខព្រះនាមកដញ្ញៈនោះបរិនិព្វានកន្លងទៅមួយអសង្ខ័យឆ្នាំមានព្រះពុទ្ធ4ព្រះអង្គគឺព្រះមង្គល1សុមនៈ1រេវតៈ1សោភិតៈ1កើតឡើងនៅក្នុងកັບមួយជាមួយគ្នាព្រះដ៏មានព្រះភិក្ខព្រះនាមមង្គលបានកើតឡើងនៅក្នុងលោកមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុជាសាវក100,000 កោដក្នុងទុតិយសន្និបាតមានភិក្ខុជាសាវក100,000 កោដក្នុងតតិយសន្និបាតមានភិក្ខុជាសាវក90 កោដគ្រានោះព្រះពោធិសត្វនៃយើងកើតជាព្រាហ្មណ៍ឈ្មោះសុរុជ័យបានស្ដាប់មធុរៈធម្មកថានៃព្រះលោកនាយកព្រះនាមមង្គលនោះហើយកើតសេចក្តីជ្រះថ្លាក៏និមន្តព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃ100,000 កោដឲ្យទទួលភឹក្ខាហារនៅគេហដ្ឋានរបស់ខ្លួនព្រះបរមសាស្តាលុះធ្វើផុតកិច្ចស្រេចហើយទ្រង់ធ្វើអនុមោទនាហើយទ្រង់ពិចារណាឃើញឧបនិស្ស័យថាបរិសនេះបានធ្វើមហាទានមានសភាពយ៉ាងនេះចំណេរជេរកាលទៅក្នុងអនាគតរាប់អំពីកັບនេះទៅនៅពីអសង្ខ័យនឹង100,000 កັບទៀតនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គព្រះនាមគោតមមហាបរិសកាលបើបានស្ដាប់ពុទ្ធព្យាករណ៍នោះហើយគិតថាប្រយោជន៍អ្វីអាត្មាអញនឹងនៅគ្រប់គ្រងផ្ទះហើយក៏លះបង់ទ្រព្យសម្បត្តិចេញទៅបួសនៅក្នុងសំណាក់ព្រះបរមសាស្តារៀនពុទ្ធវចនៈបានញ៉ាំងអភិញ្ញានិងសមាបត្តិឲ្យកើតឡើងលុះដល់ទីបំផុតនៃអាយុក៏បានទៅកើតនៅក្នុងព្រហ្មលោកនគរជាលំនៅនៃព្រះដែលមានព្រះភិក្ខព្រះនាមមង្គលនោះឈ្មោះឧត្តរៈព្រះបិតាព្រះនាមឧត្តរៈព្រះមាតាព្រះនាមឧត្តរាព្រះថេរៈឈ្មោះសុទេវៈនិងព្រះថេរៈឈ្មោះធម្មសេណៈ
ជាអគ្គសាវកព្រះថេរៈឈ្មោះបាលិតៈជាពុទ្ធោបដ្ឋៈព្រះថេរីឈ្មោះសម្ពលីនិងព្រះថេរីឈ្មោះអសោកាជាអគ្គសាវិកាមានដើមនាគកព្រឹកដើមខ្ជឹងជាពូព្រះសរីរៈរបស់ព្រះអង្គកម្ពស់88ហត្ថព្រះអង្គទ្រង់គង់នៅអស់ 90000 ឆ្នាំទើបបរិនិព្វានចប់មង្គលកថាតែប៉ុណ្ណេះសូមអនុមោទនាទី4សុមនកថាក្នុងអបរភាកាលនៃព្រះដ៏មានព្រះភិក្ខព្រះនាមមង្គលបរិនិព្វានកន្លងទៅហើយបណ្ដាលឲ្យងងឹតទាំង 10000 លោកធាតុអស់កាលជាយូរអង្វែងទើបព្រះបរមសាស្តាទ្រង់ព្រះនាមសុមនៈកើតឡើងក្នុងលោកព្រះពុទ្ធអង្គនេះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុជាសាវក 100,000 កោដិក្នុងទុតិយសន្និបាតមានភិក្ខុជាសាវក 90 កោដិក្នុងតតិយសន្និបាតមានភិក្ខុជាសាវក 80 កោដិគ្រានោះព្រះមហាសត្វនៃយើងកើតជានាគរាជឈ្មោះអតុលៈមានឫទ្ធិនិងអានុភាពច្រើនកាលបើឮដំណឹងថាព្រះពុទ្ធកើតឡើងហើយក៏នាំពួកព្រះញាតិជាបរិវារចេញអំពីពិភពនាគទៅច្រៀងប្រគំដោយតន្ត្រីថ្វាយព្រះដ៏មានព្រះភិក្ខដែលមានភិក្ខុ 100,000 កោដិជាបរិវាររួចហើយក៏ថ្វាយសម្ពុតមួយគូផ្សេងពីគ្នាហើយតាំងនៅក្នុងសរណគមទៀតផងព្រះបរមសាស្តាបានជ្រាបអធ្យាស្រ័យនៃនាគរាជនោះហើយទ្រង់ព្យាករណ៍ថានាគរាជនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គនៅក្នុងអនាគតព្រះដ៏មានព្រះភិក្ខព្រះនាមសុមនៈនោះមាននគរឈ្មោះមគ្គិលៈជានិវេសនដ្ឋានព្រះរាជាព្រះនាមសុតតៈជាព្រះវរបិតាព្រះទេវីព្រះនាមសរិមាជាព្រះមាតាព្រះថេរៈពីរអង្គគឺសរណត្ថេនិងភាវតត្ថេជាអគ្គសាវកព្រះថេរៈឈ្មោះឧទេនៈជាពុទ្ធោបដ្ឋៈព្រះថេរីពីរអង្គគឺសោណាថេរីនិងឧបសោណាថេរីជាអគ្គសាវិកាមានដើមនាគកព្រឹកជាពូមានព្រះកាយកម្ពស់90ហត្ថមានប្រជញ្ញ 90000 ឆ្នាំចប់សុមនកថាតែប៉ុណ្ណេះសូមអនុមោទនាទី5រេវតកថាក្នុងអបរភាកាលនៃព្រះលោកនាយកព្រះនាមសុមនៈនោះបរិនិព្វានកន្លងទៅហើយព្រះបរមសាស្តាទ្រង់ព្រះនាមរេវតៈបានកើតឡើងនៅក្នុងលោកព្រះសម្មាសម្ពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមិនមានការរាប់ចំនួនភិក្ខុទុតិយសន្និបាតមានភិក្ខុជាសាវក 100,000 កោដិក្នុងតតិយសន្និបាតក៏ដូចគ្នាកាលនោះព្រះពោធិសត្វនៃយើងកើតជាព្រាហ្មណ៍ឈ្មោះអតិទេវៈបានស្ដាប់ធម្មទេសនានៃព្រះសាស្តាហើយតាំងនៅក្នុងសរណគមនឹងសិលហើយផ្គងអញ្ជលីលើសិរៈស្ដាប់នៅសេចក្តីពរនាសរសើរអំពីការលះកិលេសនៃព្រះសាស្តាក៏បានបូជាព្រះអង្គដោយសម្ពុតបង្កព្រះបរមគ្រូទ្រង់ព្យាករណ៍ថាអតិទេវៈព្រាហ្មណ៍នេះនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គនៅក្នុងកាលជាអនាគតនគរជាលំនៅនៃព្រះសម្មាសម្ពុទ្ធព្រះនាមរេវតៈនោះឈ្មោះសុថញ្ញវតីក្សត្រទ្រង់ព្រះនាមវិពលៈជាព្រះវរបិតាព្រះទេវីទ្រង់ព្រះនាមវិមលាជាព្រះវរមេតាព្រះថេរៈពីរអង្គគឺព្រះវរុណថេនិងព្រះព្រហ្មទេវថេជាអគ្គសាវកព្រះថេរៈឈ្មោះសម្ភវៈជាពុទ្ធោបដ្ឋៈព្រះថេរៈពីរអង្គគឺផត្តាថេរីនិងសុផត្តាថេរីជាអគ្គសាវិកាមានដើមនាគកព្រឹកជាពូមានព្រះកាយកម្ពស់80ហត្ថមានប្រជញ្ញមាយុ 60000 ឆ្នាំចប់រេវតកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនាទី6សោភិតកថាក្នុងអបរភាកាលនៃព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមរេវតៈនោះបរិនិព្វានកន្លងទៅហើយព្រះបរមសាស្តាទ្រង់ព្រះនាមសោភិតៈបានកើតឡើងនៅក្នុងលោកព្រះអង្គមានសាវកសន្និបាត3លើកគឺនៅក្នុងបឋមសន្និបាតមានភិក្ខុ 100 កោដិក្នុងទុតិយសន្និបាតមានភិក្ខុ 90 កោដិក្នុងតតិយសន្និបាតមានភិក្ខុ 80 កោដិគ្រានោះព្រះពោធិសត្វនៃយើងកើតជាព្រាហ្មណ៍ឈ្មោះអជីតៈបានស្ដាប់ធម្មទេសនារបស់ព្រះសាស្តាបានតាំងនៅក្នុងសរណគមហើយបានថ្វាយមហាទានដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានព្រះដ៏មានព្រះភិក្ខទ្រង់ជ្រាបអធ្យាស្រ័យអជីតព្រាហ្មណ៍នោះហើយទ្រង់ព្យាករណ៍ថាព្រាហ្មណ៍នេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គនៅក្នុងអនាគតព្រះភគវន្តមនីព្រះនាមសោភិតៈនោះ
មាននគរឈ្មោះសុធម្មៈជានិវេសនដ្ឋានព្រះរាជាទ្រង់ព្រះនាមសុធម្មៈជាព្រះវរបិតាព្រះទេវីទ្រង់ព្រះនាមសុធម្មាជាព្រះវរមាតាព្រះថេរៈឈ្មោះអាសភៈនិងព្រះថេរៈឈ្មោះសុនេតៈជាអគ្គសាវកព្រះថេរៈឈ្មោះអនោមៈជាពធុបថាព្រះថេរីឈ្មោះអ្នកគូឡានិងព្រះថេរីឈ្មោះសុជាតាជាអគ្គសាវិកាមានដើមនាគកព្រឹកជាពូមានប្រកាយកម្ពស់58ហត្ថមានប្រជញ្ញមាយុ 90000 ឆ្នាំចប់សភិតកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនាទី7អនោមតស្សីកថាក្នុងអបរភិកាលនៃព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមសោភិតៈអង្គនោះបរិនិព្វានកន្លងទៅហើយអស់កាលមួយអសង្ខ័យទើបមានព្រះពុទ្ធ3ព្រះអង្គគឺអនោមតស្សី1បតុមៈ1និរតៈ1កើតឡើងនៅក្នុងកັບជាមួយគ្នាព្រះពុទ្ធទ្រង់ព្រះនាមអនោមតស្សីមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ800,000 អង្គក្នុងទុតិយសន្និបាតមានភិក្ខុ70,000 អង្គក្នុងតតិយសន្និបាតមានភិក្ខុ86,000 កោដគ្រានោះព្រះពោធិសត្វនៃយើងជាសេនាបតីនៃយៈមួយមានឫទ្ធិនិងអានុភាពដ៏ធំជាអធិបតីនៃយៈទាំងឡាយច្រើនសែនកោដយៈសេនាបតីនោះបានឮដំណឹងថាព្រះពុទ្ធកើតឡើងហើយក្នុងលោកក៏មានសេចក្តីជ្រះថ្លាបានធ្វើសក្ការៈបូជាថ្វាយមហាទានដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានព្រះបរមសាស្តាទ្រង់ព្យាករណ៍ថាយៈសេនាបតីនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គនៅក្នុងកាលជាអនាគតព្រះដ៏មានព្រះភិក្ខទ្រង់ព្រះនាមអនោមតស្សីនោះមាននគរឈ្មោះចន្ទវតីជានិវេសនដ្ឋានព្រះរាជាទ្រង់ព្រះនាមយោសវាជាព្រះវរបិតាព្រះទេវីទ្រង់ព្រះនាមមគ្គសោធរាជាព្រះវរមាតាព្រះថេរៈឈ្មោះនិសភៈនិងព្រះថេរៈឈ្មោះអនោមៈជាអគ្គសាវកព្រះទេវៈឈ្មោះវរុណៈជាពធុបថាព្រះថេរីឈ្មោះសុន្ទរីនិងព្រះថេរីឈ្មោះសុមនាជាអគ្គសាវិកាមានអជុនព្រឹកដើមថ្ងាន់ជាពូមានប្រកាយកម្ពស់58ហត្ថមានប្រជញ្ញមាយុ 100,000 ឆ្នាំចប់អនោមតស្សីកថាតែប៉ុណ្ណេះសូមអនុមោទនាទី8បតុមៈកថាក្នុងអបរភិកាលនៃព្រះពុទ្ធទ្រង់ព្រះនាមអនោមតស្សីអង្គនោះបរិនិព្វានកន្លងទៅហើយទើបមានព្រះសម្មាសម្ពុទ្ធព្រះនាមបតុមៈកើតឡើងក្នុងលោកព្រះសព្វញ្ញូពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ 100,000 កោដអង្គក្នុងទុតិយសន្និបាតមានភិក្ខុ 300,000 អង្គក្នុងតតិយសន្និបាតមានភិក្ខុ 200,000 អង្គប្រជុំគ្នាក្នុងដងព្រៃមហាវន្តកាលនោះព្រះពោធិសត្វនៃយើងកើតជាសត្វសីហៈបានឃើញព្រះសាស្តាកំពុងចូលនិរោធសមាបត្តិក្នុងមហាវន្តនោះក៏មានចិត្តជ្រះថ្លាបានថ្វាយបង្គំដើរប្រតិសិនមានបិតិនិងសោមនស្សកើតឡើងបន្លឺសីហនាថអស់វិរៈ3ដងដោយអំណាចសុខដែលកើតអំពីបិតិនិងសេចក្តីជ្រះថ្លាចំពោះព្រះពុទ្ធមិនចេញទៅស្វែងរកអាហារអស់7ថ្ងៃស៊ូប្រថុយលះបង់ជីវិតចូលទៅកលចិត្តព្រះអង្គលុះកន្លងផុត7ថ្ងៃទៅព្រះបរមសាស្តាទ្រង់ចេញចាកនិរោធសមាបត្តិហើយទតទៅឃើញសត្វសីហៈកំពុងញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គនិងភិក្ខុសង្ឃដូច្នោះក៏ទ្រង់ព្យាករណ៍ថាសត្វសីហៈនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គនៅក្នុងកាលអនាគតព្រះដ៏មានព្រះភិក្ខព្រះនាមបតុមៈនោះមាននគរឈ្មោះចំបកៈជានិវេសនដ្ឋានព្រះរាជាទ្រង់ព្រះនាមបតុមៈជាព្រះវរបិតាព្រះទេវីទ្រង់ព្រះនាមអសមាជាព្រះវរមាតាព្រះថេរៈឈ្មោះសាលៈនិងព្រះថេរៈឈ្មោះឧបសាលៈជាអគ្គសាវកព្រះថេរៈឈ្មោះវរុណៈជាពធុបថាព្រះថេរីឈ្មោះរាហៈនិងព្រះថេរីឈ្មោះសុរាហៈជាអគ្គសាវិកាមានដើមសនព្រឹកជាពូមានព្រះកាយកម្ពស់58ហត្ថមានប្រជញ្ញមាយុ 100,000 ឆ្នាំចប់បតុមៈកថាតែប៉ុណ្ណេះសូមអនុមោទនាទី9និរតៈកថាក្នុងអបរភិកាលនៃព្រះសព្វញ្ញូពុទ្ធទ្រង់ព្រះនាមបតុមៈនោះបរិនិព្វានកន្លងទៅហើយទើបព្រះបរមសាស្តាព្រះនាមនិរតៈកើតឡើងក្នុងលោកព្រះសម្មាសម្ពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ 100,000 កោដ
ขนองตุติยะสนบาทเมียนปิโค90 แสนกอดขนองตติยะสนบาทเมียนปิโค80 แสนกอดเกรียนุประโพธิสัตว์ในยังบุเจียตบอเจนะเมียนเวียเซยตรวจจำเนียงขนองอภิญญาพรามนังสมาบัติประใบบานอ้อยมหาเตียนพรมจังโบเจียคลำจันกระหอมดอลปิโคซองเมียนประพุทธเจียประเทียนพระบรมโลกเนียตรงเจียบนเวระในจัตตบอนุเหยตรงเจียกอถาตบอนี้หนึ่งบานตราเจียประพุทธมวยประองขนองกาเจียอนาคตพระสมมาสัมพุทธตรงประนีมเนรเตนุกเมียนโกชโมทัญญวตัยเจียในวิสนาทานสัตว์ตรงประนีมสุเมเทะเจียประโวใบดาพระเทวีตรงประนีมอนาวมาเจียประเมียดาพระเทระชโมเวียเสเทะเจียปโทปทะพระเทระชโมอุตรานึ่งพระเทระชโมเพปนัยเจียอากสาวิกาเมียนมหาสนปรึกเจียปูเมียนประกายกำปก88 หัตเมียนประจน90,000 ฉนามจอบเนียรเตะกถาโดยสังขารตายปนไหนโสมอนุโมทนีตีดอกปะตมุตระกถาขนองอภระเพียการในประพุทธประเนียมเนียรเตะนุปริณเปียนกันลองตะไคร้บานมวยอสองไทย1 แสนกับเตอประพุทธตรงประเนียมปะตมุตระการลังนขนงกับมวยพระสมมาสัมพุทธองนุเมียนสาเวสนิบาตใบเลือคือขนองปะทอมสนิบาตเมียนปิโค1 แสนกอดขนองตุติยะสนิบาตเมียนปิโค90 แสนกอดประจุมเนียเลเวเพียระบริปอนขนองตติยะสนิบาตเมียนปิโค80,000 กอดเกรียนุพระโพธิสัตว์ในเยืองเจียมหารัตยะจะดัลบานทวายจีโวเตียนดอลประสองเมียนประพุทธเจียประเทียนเปรียดอเมียนประเพียตรงเจียกอถาจะดัลนี้หนึ่งบานตราเจียประพุทธมวยองขนงกาเจียอนาคตนโกรบประพุทธตรงปเนียมปะตมุตระนุชโมหังสะวตัยประใบดาเจกสัตตรงปเนียมอนนท์ประเมียดาตรงปเนียมสุเจตาประเทระชโมเตวเละนังประเทระชโมสุเจตะเจียอแกสาเวะประเทระชโมสุมณะเจียปโทปทะประเทระชโมอามิตานังประเทระชโมอะสมาเจียอแกสาวิกาเมียนซาลปรึกเจียปูเมียนประกายกำปก88 หัตเมียนระสมัยสายเจงอัมพีสรีระ12 โยจุมวิงเมียนประจุนเมียยุจำนวน1 แสน ฉนามจอบปะตมุตระกถาโดยสังขารตายปนไหนโสมอนุโมทนีตีดอกมวยสุเมเทะกถาขนองอภระเพียการในประสัมพุทธประเนียมปะตมุตระนุปริณปินกันลองตะหายบาน30,000 กับเติบประพุทธปีประองคือประพุทธประเนียมสุเมเทะมวยประพุทธตรงประเนียมสุจิตมวยการล่างนกขนองกับจิมวยขณีไอประพุทธประเนียมสุเมเทะเมียสาเวสนบาตใบเลือคือขนองบัตทอมสนบาตเมียนปิโคเจียประไคนาสอบ100 กอดประจุมขนองสุเตสนะนโกขนองตุติยะสนบาตเมียนปิโค90 กอดขนองตติยะสนบาตเมียนปิโค80 กอดเกรียนุประโพธิสัตว์ในเยืองเจียมินบชโมอุตระบ้านจำนายตรอบได้คลุนกอบตุกนกขนองแผ่นใดทวายเจียมหาเตียนดอลพระปิโคสองเมียนประพุทธเจียประเทียนบ้านสดับประทอมติสนาระบอบประศาสดาเหยก่อนเนื่อยนายขนองกายเจงบุกขนองสำนักประสัพพิมุปุตพระองค์ตรงเพียกอถาอุตระเมียนบนี้หนึ่งบ้านตราเจียประพุทธมือองนกขนองอนาคตนโกพระดาเมียนประเพียตรงประเนียมสุเมเทะนุชโมสุเตสนะพระโวริใบดาประเนียมสุตตะพระโวริเมดาประเนียมสุตตาประเทระชโมสุมเนะนึ่งประเทระชโมสัพปกาปะเจียอแกสาเวะประเทระชโมสาเกระเจียปโทปทะประเทระชโมเรียมเมียนึ่งประเทระชโมสุเรียมเมียเจียอแกสาวิกาเมียนมหานัมบปรึกเจียปูเมียนประกายกำปก88 หัตเมียนประจุนเมียยุ80,000 ฉนามจอบสุเมเทะกถาตายปนไหนโสมอนุโมทนีตีดาวปีสุจิตกถาขนองอภระเพียการในประพุทธตรงปเนียมสุเมเทะนุปริณเปียนกันลองตัวเหยเติบประพุทธตรงปเนียมสุจิตตะกาดลางขนองลูกพระดาเมียนประเพียตรงปเนียมสุจิตตะนุเมียนสาเวสนิบาตใบเลือคือขนองบัตทอมสนิบาตเมียนปิโค60,000 รูปขนองตุติยะสนิบาตเมียนปิโค50 รูปขนองตติยะสนิบาตเมียนปิโค40 รูปเ
គ្រានោះព្រះពោធិសត្វនៃយើងជាស្ដេចចក្រពត្តិទ្រង់បានជ្រាបដំណឹងថាព្រះពុទ្ធកើតឡើងហើយក៏ចូលទៅគល់ទ្រង់ព្រះសម្ដាប់ព្រះសទ្ធម្មទេសនាហើយបានថ្វាយរាជសម្បត្តិក្នុងទ្វីបទាំង4មួយអន្លើដោយកែវទាំង7ដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយចេញទ្រង់ប្រភ្នោះក្នុងសំណាក់ព្រះសាស្តាព្រះសម្មាសម្ពុទ្ធទ្រង់ព្យាករណ៍ថាព្រះរាជាអង្គនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងកាលជាអនាគតនគររបស់ព្រះដ៏មានព្រះភិក្ខទ្រង់ព្រះនាមសុជាតិនោះឈ្មោះសុមង្គលៈព្រះវរបិតាព្រះនាមឧគតៈព្រះវររាជមាតាព្រះនាមបភាវតីព្រះថេរៈឈ្មោះសុទេសនៈនិងព្រះថេរៈឈ្មោះសុទេវៈជាអគ្គសាវកព្រះថេរៈឈ្មោះនិរតៈជាពធោបថាព្រះថេរីឈ្មោះនាគានិងព្រះថេរីឈ្មោះនាគសមាលាជាអគ្គសាវិកាមានមហាវេលព្រឹកជាពូមានព្រះកាយកម្ពស់50ហត្ថមានព្រះជន្មាយុ90000ឆ្នាំចប់សុជាតិកថាតែប៉ុណ្ណេះសូមអនុមោទនាទី14អដ្ឋទស្សីកថាក្នុងអបរៈភិកាលនៃព្រះពុទ្ធទ្រង់ព្រះនាមពយៈទស្សីនោះបរិនិព្វានកន្លងទៅហើយទើបមានព្រះពុទ្ធមួយព្រះអង្គព្រះនាមអដ្ឋទស្សីកើតឡើងក្នុងលោកព្រះពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ98សែនរូបក្នុងទុតិយសន្និបាតមានភិក្ខុ8សែនរូបក្នុងតតិយសន្និបាតក៏ដូចគ្នាគ្រានោះព្រះពោធិសត្វនៃយើងជាបរោះឈ្មោះសុសិបៈបួសជាតបោះមានឫទ្ធិច្រើនបានទៅនាំយកផ្កាមន្ទារវៈបោះអំពីឋានទេវលោកមកធ្វើជាឆ័ត្របូជាព្រះសាស្តាព្រះសម្ពុទ្ធទ្រង់ព្យាករណ៍ថាតបោះនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គក្នុងកាលជាអនាគតនគររបស់ព្រះដ៏មានព្រះភិក្ខព្រះនាមអដ្ឋទស្សីនោះឈ្មោះសោភិតៈព្រះវររាជបិតាព្រះនាមសាករៈព្រះវររាជមាតាព្រះនាមសុទេសនាព្រះថេរៈឈ្មោះសន្តៈនិងព្រះថេរៈឈ្មោះឧបសន្តៈជាអគ្គសាវកព្រះថេរៈឈ្មោះអភយៈជាពុទ្ធោបថាព្រះថេរីឈ្មោះធម្មានិងព្រះថេរីឈ្មោះសុធម្មាជាអគ្គសាវិកាមានចំបក់ព្រឹកជាពូមានព្រះកាយកម្ពស់88ហត្ថមានរស្មីផ្សាយចេញអំពីព្រះសរីរៈប្រមាណ1យោជន៍ជុំវិញអស់កាលជានិច្ចមានព្រះជន្មាយុចំនួន100,000ឆ្នាំចប់អដ្ឋទស្សីកថាតែប៉ុណ្ណេះសូមអនុមោទនាទី15ធម្មទស្សីកថាក្នុងអបរៈភិកាលនៃព្រះពុទ្ធទ្រង់ព្រះនាមអដ្ឋទស្សីនោះបរិនិព្វានកន្លងទៅហើយទើបព្រះពុទ្ធទ្រង់ព្រះនាមធម្មទស្សីកើតឡើងក្នុងលោកព្រះសម្មាសម្ពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ100កោដ្ឋក្នុងទុតិយសន្និបាតមានភិក្ខុ70កោដ្ឋក្នុងតតិយសន្និបាតមានភិក្ខុ80កោដ្ឋគ្រានោះព្រះពោធិសត្វនៃយើងជាស្ដេចនៃទេវតាឈ្មោះសកៈបានបូជាព្រះសាស្តាដោយផ្កាមានក្លិនក្រអូបជាទឹកផងមានដូរតន្ត្រីដ៏ជាទឹកផងហើយព្រះសព្វញ្ញូពុទ្ធទ្រង់ព្យាករណ៍ថាសកៈទេវរាជនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គក្នុងកាលជាអនាគតនគររបស់ព្រះដ៏មានព្រះភិក្ខទ្រង់ព្រះនាមធម្មទស្សីនោះឈ្មោះសរណៈព្រះវររាជបិតាព្រះនាមសរណៈព្រះវររាជមាតាព្រះនាមសុនន្ទាព្រះថេរៈឈ្មោះបទុមៈនិងព្រះថេរៈឈ្មោះពោសទេវៈជាអគ្គសាវកព្រះថេរៈឈ្មោះសុនេតៈជាពុទ្ធោបថាព្រះថេរីឈ្មោះខេមានិងព្រះថេរីឈ្មោះសព្វនីហៈជាអគ្គសាវិកាមានវតគុរវកៈព្រឹកជាពូមានព្រះកាយកម្ពស់80ហត្ថមានព្រះជន្មាយុចំនួន100,000ឆ្នាំចប់ធម្មទស្សីកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនាទី16សទ្ធត្ថកថាក្នុងអបរៈភិកាលនៃព្រះពុទ្ធទ្រង់ព្រះនាមធម្មទស្សីនោះបរិនិព្វានកន្លងទៅហើយទើបមានព្រះពុទ្ធមួយព្រះអង្គព្រះនាមសទ្ធត្ថៈកើតឡើងនៅក្នុងកັບមួយព្រះសម្មាសម្ពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ100កោដ្ឋក្នុងទុតិយសន្និបាតមានភិក្ខុ70កោដ្ឋក្នុងតតិយសន្និបាតមានភិក្ខុ80កោដ្ឋគ្រានោះព្រះពោធិសត្វនៃយើងជាបរោះឈ្មោះមង្គលៈបួសជាតបោះមានដែកជះដ៏ខ្ពង់ខ្ពស់បរិបូរដោយអភិញ្ញពលបាននាំយកផ្លែព្រីងមកថ្វាយព្រះដ៏មានព្រះភិក្ខ
ព្រះអង្គទទួលសោយផ្លែព្រីងនោះហើយទ្រង់ធ្វើអនុមោទនាព្យាករព្រះពោធិសត្វថារាប់ត្រឹមអំពីកាប់នេះទៅ94កាប់ទៀតខ្លួនអ្នកនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គក្នុងអនាគតនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមសទ្ធត្ថៈនោះឈ្មោះវេភារៈព្រះវររាជបិតាព្រះនាមជ័យសេនព្រះវររាជមាតាព្រះនាមសុផាសាព្រះថេរៈឈ្មោះសម្ពលៈនិងព្រះថេរៈឈ្មោះសុមិត្តៈជាអគ្គសាវកព្រះថេរៈឈ្មោះរេវតៈជាពធោបថាព្រះថេរីឈ្មោះសិចលានិងព្រះថេរីឈ្មោះសុរាមាជាអគ្គសាវិកាមានដើមកណ្ឌិកាព្រឹកជាពូមានប្រកាយកម្ពស់60ហត្ថមានប្រជន្មាយុចំនួន100,000ឆ្នាំចប់សទ្ធត្ថកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនាទី17ទេសកថាក្នុងអបរៈភាកាលនៃព្រះពុទ្ធទ្រង់ព្រះនាមសទ្ធត្ថៈនោះបរិនិព្វានកន្លងទៅហើយរាប់ថយក្រោយអំពីផុតកັບនេះទៅ92កັບមានព្រះពុទ្ធពីរព្រះអង្គគឺព្រះពុទ្ធព្រះនាមទេសៈមួយព្រះពុទ្ធព្រះនាមផុសៈមួយកើតឡើងនៅក្នុងកັບជាមួយគ្នាព្រះពុទ្ធទ្រង់ព្រះនាមទេសៈមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ100កោដ្ឋក្នុងទុតិយសន្និបាតមានភិក្ខុ90កោដ្ឋក្នុងតតិយសន្និបាតមានភិក្ខុ80កោដ្ឋគ្រានោះព្រះពោធិសត្វនៃយើងជាបរិជាទ្រង់ព្រះនាមសុជាតៈមានភុកៈនិងយសដ៏ធំបានលះបង់រាជសម្បត្តិចេញទ្រង់ព្រះភ្នោះជាតបោះឫស្សីជាអ្នកមានឫទ្ធិច្រើនថ្ងៃមួយព្រះពោធិសត្វបានឮដំណឹងថាព្រះពុទ្ធបានកើតឡើងហើយក៏នាំយកផ្កាមន្ទារវៈបុស្សផ្កាឈូកនិងផ្កាបរិច្ឆត្តកព្រឹកដ៏ជាទឹកទៅបូជាព្រះតថាគតដែលកំពុងគង់នៅក្នុងកណ្ដាលបរិស័ទទាំង4ហើយយកផ្កាខ្លះធ្វើជាពិដានបាំងព្រះតថាគតឯកដល់អាកាសថែមទៀតព្រះសាស្តាទ្រង់ព្យាករណ៍ថាតបោះនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គនៅក្នុងអនាគតរវាង92កັບអំពីកັບនេះទៅនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមទេសៈនោះឈ្មោះខេមៈព្រះវរបិតាទ្រង់ព្រះនាមគណៈសន្ធៈព្រះវររាជមាតាទ្រង់ព្រះនាមបតុមីព្រះថេរៈឈ្មោះព្រហ្មទេវៈនិងព្រះថេរៈឈ្មោះឧទយៈជាអគ្គសាវកព្រះថេរៈឈ្មោះសម្ភវៈជាពធុបថាព្រះថេរីឈ្មោះពោសានិងព្រះថេរីឈ្មោះសុតតាជាអគ្គសាវិកាមានអាសនៈព្រឹកដើមធ្នង់ជាពូមានព្រះកាយកម្ពស់60ហត្ថមានប្រជន្មាយុប្រមាណ100,000ឆ្នាំចប់ទេសកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនាទី18ផោសកថាក្នុងការជាខាងក្រោយនៃព្រះពុទ្ធទ្រង់ព្រះនាមទេសៈនោះបរិនិព្វានកន្លងទៅហើយព្រះពុទ្ធទ្រង់ព្រះនាមផោសៈកើតឡើងក្នុងលោកព្រះដែលមានព្រះភិក្ខអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ60សែនរូបក្នុងទុតិយសន្និបាតមានភិក្ខុ50សែនរូបក្នុងតតិយសន្និបាតមានភិក្ខុ32សែនរូបគ្រានោះព្រះពោធិសត្វនៃយើងជាក្សត្រសោយរាជទ្រង់ព្រះនាមថាវិជិតាវីបានលះបង់មហារាជសម្បត្តិហើយចេញទ្រង់ព្រះភ្នោះជាភិក្ខុនៅក្នុងសំណាក់ព្រះសាស្តារៀនព្រះត្រៃបិដកចេះចាំហើយសម្ដែងធម្មកថាដល់មហាជនផងបំពេញនៅសីលបារមីផងចំណែកខាងព្រះដ៏មានព្រះភិក្ខទ្រង់ព្យាករណ៍ថាភិក្ខុនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គក្នុងកាលជាអនាគតនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមផោសៈនោះឈ្មោះកាសីព្រះវររាជបិតាទ្រង់ព្រះនាមជ័យសេនព្រះវររាជមាតាទ្រង់ព្រះនាមសិរិមាព្រះថេរៈឈ្មោះសុរខេតៈនិងព្រះថេរៈឈ្មោះជ័យសេនជាអគ្គសាវកព្រះថេរៈឈ្មោះសោភិយៈជាពធុបថាព្រះថេរីឈ្មោះចាឡានិងព្រះថេរីឈ្មោះឧបចាឡាជាអគ្គសាវិកាមានអមលកៈព្រឹកដើមកន្ទួតព្រៃជាពូមានព្រះកាយកម្ពស់58ហត្ថមានប្រជន្មាយុប្រមាណ90000ឆ្នាំចប់ផោសកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនាទី19វិបស្សីកថាក្នុងកាលជាខាងក្រោយនៃព្រះពុទ្ធទ្រង់ព្រះនាមផោសៈនោះបរិនិព្វានកន្លងទៅហើយទើបមានព្រះដ៏មានព្រះភិក្ខទ្រង់ព្រះនាមវិបស្សីកើតឡើងនៅក្នុងលោកព្រះសម្មាសម្ពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ68សែនរូប
ក្នុងទុតិយសន្និបាតមានប្រខុ91សែនរូបក្នុងតតិយសន្និបាតមានភិក្ខុ80000រូបគ្រានោះព្រះពោធិសត្វនៃយើងជានាគរាជឈ្មោះអតុលៈមានឫទ្ធិនិងអានុភាពដ៏ធំបានថ្វាយតាំងជាវិការៈនៃមាសដែលវិចិត្រដោយកែវ7ប្រការដល់ព្រះដ៏មានព្រះភិក្ខព្រះដ៏មានព្រះភិក្ខទ្រង់ព្យាករណ៍ថានាគរាជនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គនៅក្នុងរវាង91កាប់រាប់អំពីកាប់នេះទៅនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមវិបស្សីនោះឈ្មោះពន្ធុមតីព្រះវររាជបិតាទ្រង់ព្រះនាមពន្ធុមាព្រះវររាជមេតាទ្រង់ព្រះនាមពន្ធុមតីព្រះថេរៈឈ្មោះខន្ធៈនិងព្រះថេរៈឈ្មោះទេសៈជាអគ្គសាវកព្រះថេរៈឈ្មោះអសោកជាពធុកថាព្រះថេរីឈ្មោះចន្ទានិងព្រះថេរីឈ្មោះចន្ទិមិត្តាជាអគ្គសាវិកាមានបាតលិកព្រិកដើមជ្រនាងជាពូមានព្រះកាយកម្ពស់80ហត្ថមានរស្មីផ្សាយចេញអំពីព្រះកាយទៅ7យោជន៍ជុំវិញមានប្រជញ្ញមាយុ90000ឆ្នាំចប់វិបស្សីកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនាទី20សិក្ខេកថាក្នុងការជាខាងក្រោយនៃព្រះពុទ្ធទ្រង់ព្រះនាមវិបស្សីនោះបរិនិព្វានកន្លងទៅហើយមានព្រះពុទ្ធ2ព្រះអង្គគឺព្រះពុទ្ធទ្រង់ព្រះនាមសិក្ខី1ព្រះពុទ្ធទ្រង់ព្រះនាមវិសភូ1កើតឡើងនៅក្នុងរវាង91កាប់រាប់ថយក្រោយអំពីផតកັບនេះទៅព្រះពុទ្ធទ្រង់ព្រះនាមសិក្ខីមានសាវកសន្និបាត3លើកគឺនៅក្នុងបឋមសន្និបាតមានភិក្ខុ100,000រូបក្នុងទុតិយសន្និបាតមានភិក្ខុ8000រូបក្នុងតតិយសន្និបាតមានភិក្ខុ7000រូបគ្រានោះព្រះពោធិសត្វនៃយើងសោយរាជជាស្ដេចទ្រង់ព្រះនាមអរិន្ទមៈបានថ្វាយមហាទានមានជីវរទានជាដើមព្រមទាំងថ្វាយដំរីកែវប្រកបដោយកែវ7ប្រការដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានមិនត្រឹមតែប៉ុណ្ណោះបានថ្វាយកប្បយភណ្ឌដល់ព្រះសម្មាសម្ពុទ្ធថែមទៀតព្រះសាស្តាទ្រង់ព្យាករណ៍ថាព្រះរាជាអង្គនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គនៅក្នុងរវាង31កាប់រាប់អំពីផតកັບនេះទៅនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមសិក្ខីនោះឈ្មោះអរុណវតីព្រះរាជបិតាព្រះនាមអរុណៈព្រះវររាជមេតាព្រះនាមបភាវតីព្រះថេរៈឈ្មោះអភិភូនិងព្រះថេរៈឈ្មោះសម្ភវៈជាអគ្គសាវកព្រះថេរៈឈ្មោះខេមាង្គរៈជាពុទ្ធោបថាព្រះថេរីឈ្មោះខេមានិងព្រះថេរីឈ្មោះបតុមាជាអគ្គសាវិកាមានពន្ធរិយកព្រឹកជាពូមានព្រះកាយកម្ពស់37ហត្ថមានរស្មីផ្សាយចេញអំពីព្រះសរីរៈ3យោជន៍ជុំវិញមានប្រជញ្ញមាយុប្រមាណ7000ឆ្នាំចប់សិក្ខីកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនា21វិសភូកថាក្នុងកាលជាខាងក្រោយនៃព្រះពុទ្ធទ្រង់ព្រះនាមសិក្ខីនោះបរិនិព្វានកន្លងទៅហើយទើបព្រះសាស្តាព្រះនាមវិសភូកើតឡើងក្នុងលោកព្រះសាស្តាអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ80សែនរូបក្នុងទុតិយសន្និបាតមានភិក្ខុ70សែនរូបក្នុងតតិយសន្និបាតមានភិក្ខុ60សែនរូបគ្រានោះព្រះពោធិសត្វនៃយើងជាស្ដេចទ្រង់រាជព្រះនាមសុទេសណៈបានថ្វាយមហាទានមានជីវរទានជាដើមដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយបានចេញទ្រង់ប្រភ្នោះក្នុងសំណាក់នៃព្រះបរមសាស្តាជាអ្នកប្រកបដោយគុណគឺអាចារ្យព្រមទាំងមានបិតិរីករាយក្នុងពុទ្ធរតនៈជានិច្ចព្រះដ៏មានព្រះភិក្ខអង្គនោះទ្រង់ព្យាករណ៍ថាភិក្ខុនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គនៅក្នុងរវាង31កាប់រាប់អំពីកាប់នេះទៅនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមវេស្សភូនោះឈ្មោះអណោមៈព្រះវររាជបិតាទ្រង់ព្រះនាមសុបតីតៈព្រះវររាជមេតាទ្រង់ព្រះនាមយោសវតីព្រះថេរៈឈ្មោះសោណៈនិងព្រះថេរៈឈ្មោះឧត្តរៈជាអគ្គសាវកព្រះថេរៈឈ្មោះឧបសន្តៈជាពុទ្ធោបថាព្រះថេរីឈ្មោះរាមានិងព្រះថេរីឈ្មោះសុមាលាជាអគ្គសាវិកាមានដើមសាលព្រឹកជាពូមានប្រកាយកម្ពស់60ហត្ថមានប្រជញ្ញមាយុប្រមាណ60000ឆ្នាំចប់វិសភូកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនា22កកុសន្ធកថា
ក្នុងការជាខាងក្រោយនៃព្រះពុទ្ធទ្រង់ព្រះនាមវិសភូនោះបរិនិព្វានកន្លងទៅហើយមានព្រះពុទ្ធ4ព្រះអង្គគឺព្រះពុទ្ធព្រះនាមកកុសលភៈ1ព្រះពុទ្ធព្រះនាមកោនិកៈម្នាក់1ព្រះពុទ្ធព្រះនាមកស្សបៈ1ព្រះបរមគ្រូនៃយើង1កើតឡើងនៅក្នុងផតកັບនេះព្រះពុទ្ធទ្រង់ព្រះនាមកកុសលភៈមានសាវកសន្និបាតតែមួយដងក្នុងសាវកសន្និបាតនោះមានភិក្ខុ 40000 រូបប្រជុំគ្នាគ្រានោះព្រះពោធិសត្វនៃយើងជាស្ដេចទ្រង់រាជព្រះនាមខេមៈទ្រង់បានបរិច្ចាគមហាទានព្រមទាំងបាតនិងជីវរផងនិងភេសជ្ជៈមានថ្នាំសម្រាប់បន្តក់ភ្នែកជាដើមផងប្រគេនដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយបានទ្រង់ព្រះសណ្ដាប់នៅព្រះសទ្ធម្មទេសនានៃព្រះសាស្តាមានសេចក្តីនឿយណាយក្នុងកាមហើយចេញទ្រង់ប្រភ្នោះក្នុងសំណាក់នៃព្រះបរមគ្រូព្រះអង្គទ្រង់ព្យាករថាភិក្ខុនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គក្នុងកាលអនាគតនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមកកុសលភៈនោះឈ្មោះខេមៈព្រះពុទ្ធបិតាជាព្រាហ្មណ៍នាមអតិតតៈព្រះពុទ្ធមេតាជាព្រាហ្មណីនាមវិសាខាព្រះថេរៈឈ្មោះវិធុរៈនិងព្រះថេរៈឈ្មោះសញ្ជីវៈជាអគ្គសាវកព្រះថេរៈឈ្មោះពុទ្ធិជៈជាពធុបថាព្រះថេរីឈ្មោះសាខានិងព្រះថេរីឈ្មោះសារម្ភាជាអគ្គសាវិកាមានមហាសិរិសព្រឹកដើមជ្រះយ៉ាងធំជាពូមានប្រកាយកម្ពស់40ហត្ថមានប្រជញ្ញមាយុ40000ឆ្នាំចប់កកុសលភៈកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនា23កោនិកមនៈកថាក្នុងការជាខាងក្រោយនៃព្រះពុទ្ធទ្រង់ព្រះនាមកកុសលភៈនោះបរិនិព្វានកន្លងទៅហើយទើបមានព្រះសាស្តាព្រះនាមកោនិកមនៈកើតឡើងក្នុងលោកព្រះដ៏មានព្រះភិក្ខអង្គនោះមានសាវកសន្និបាតតែមួយលើកក្នុងសាវកសន្និបាតនោះមានភិក្ខុ 40000 រូបគ្រានោះព្រះពោធិសត្វនៃយើងជាស្ដេចរាជព្រះនាមបព្វតៈមានពួកអាមាត្យចោមរោមជាបរិវារស្ដេចទៅកាន់សំណាក់នៃព្រះបរមសាស្តាបានទ្រង់ព្រះសណ្ដាប់ព្រះធម្មទេសនាហើយបានថ្វាយមហាទានមានសម្ពុតកោសយៈនិងសម្ពុតកម្ពុលជាដើមដល់ព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានហើយបានចេញទ្រង់ប្រភ្នោះក្នុងសំណាក់នៃព្រះបរមសាស្តាព្រះបរមសាស្តាទ្រង់ព្យាករថាភិក្ខុនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គនៅក្នុងកាលជាអនាគតនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមកោនិកមនៈនោះឈ្មោះសោភវតីព្រះពុទ្ធបិតាជាព្រាហ្មណ៍នាមយញ្ញទត្តព្រះពុទ្ធមេតាជាព្រាហ្មណីនាមឧត្តរាព្រះថេរៈឈ្មោះភយោសៈនិងព្រះថេរៈឈ្មោះឧត្តរៈជាអគ្គសាវកព្រះថេរៈឈ្មោះសោធិជៈជាពុទ្ធុបថាព្រះថេរីឈ្មោះសមុទ្ទានិងព្រះថេរីឈ្មោះឧត្តរាជាអគ្គសាវិកាមានឧត្តមពោព្រឹកដើមលវាជាពូមានប្រកាយកម្ពស់20ហត្ថមានប្រជញ្ញមាយុប្រមាណ 30000 ឆ្នាំចប់កោនិកមនៈកថាដោយសង្ខេបតែប៉ុណ្ណេះសូមអនុមោទនា24កស្សបកថាក្នុងការជាខាងក្រោយនៃព្រះពុទ្ធព្រះនាមកោនិកមនៈនោះបរិនិព្វានកន្លងទៅហើយទើបព្រះសាស្តាទ្រង់ព្រះនាមកស្សបៈកើតឡើងក្នុងលោកព្រះពុទ្ធអង្គនោះមានសាវកសន្និបាតតែមួយដងក្នុងសាវកសន្និបាតនោះមានភិក្ខុ 20000 រូបគ្រានោះព្រះពោធិសត្វនៃយើងជាមាណពឈ្មោះជោតិបាលជាអ្នកចេះចាំត្រៃវេទមានកិត្តិស័ព្ទល្បីខ្យល់ខ្ចាយក្នុងលោកហើយជាមិត្តនឹងស្មូនឆ្នាំងឈ្មោះកដិកាថ្ងៃមួយជោតិបាលមាណពនោះបានចូលទៅគាល់ព្រះសាស្តាជាមួយនឹងកដិកាជាសម្លាញ់បានស្ដាប់ធម្មកថាហើយចេញបួសជាភិក្ខុក្នុងសំណាក់ព្រះសាស្តាជាភិក្ខុមានជាយាមដ៏រឹងមាំរៀនប្រត្រៃបិដកចេះចាំជាអ្នកបរិបូរដោយវត្តប្រតិបត្តិដ៏ល្អនៅក្នុងព្រះពុទ្ធសាសនាព្រះដ៏មានព្រះភិក្ខអង្គនោះទ្រង់ព្យាករថាភិក្ខុនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងកាលជាអនាគតនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈនោះឈ្មោះពារាណសីព្រះពុទ្ធបិតាជាព្រាហ្មណ៍នាមព្រហ្មទត្តព្រះពុទ្ធមេតាជាព្រាហ្មណីនាមធនវតីព្រះថេរៈឈ្មោះតេសៈនិងព្រះថេរៈឈ្មោះភិរទ្វាជៈជាអគ្គសាវកព្រះថេរៈឈ្មោះសព្វមិត្តៈជាពធុបថាព្រះថេរីឈ្មោះអនុឡានិងព្រះថេរីឈ្មោះអរុវេលាជាអគ្គសាវិកាមាននិក្រូធព្រឹកដើមជ្រៃជាពូមានប្រកាយកម្ពស់20ហត្ថមានប្រជញ្ញមាយុប្រមាណ 20000 ឆ្នាំចប់កស្សបកថាដោយសង្ខេបតែប៉ុណ្ណេះ
សូមអនុមោទនាអមហាកាំងសត្ថុឧបតិកថាតាមសេចក្តីដំណើរថាព្រះពោធិសត្វនៃយើងកាលដែលកំពុងស្វែងរកពោធិញ្ញាណបានពុតព្យាករអំពីសំណាក់នៃព្រះពុទ្ធ24ព្រះអង្គមានព្រះពុទ្ធទ្រង់ព្រះនាមទីបង្កជាដើមនៅក្នុងរវាងកាលប៉ុណ្ណេះនេះព្រះពោធិសត្វជាយាមបំពេញបារមីទាំង30មានទានបារមីជាដើមនិងបរិច្ចាគ5មានអង្គបរិច្ចាគជាដើមដរាបដល់ព្រះពុទ្ធព្យាករអំពីសំណាក់នៃព្រះពុទ្ធព្រះនាមកាសបៈជាទីបំផុតអស់កាលចំនួន4អសង្ខ័យនិង100,000កាប់គ្រាដែលព្រះពោធិសត្វកើតក្នុងកាលនៃព្រះពុទ្ធព្រះនាមកាសបៈនោះបួសជាភិក្ខុឈ្មោះជោតិបាលបានស្ដាប់នៅពុទ្ធព្យាករហើយក៏ញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លាខំប្រឹងបំពេញបារមីធម៌ដោយវិរិយភាពដ៏រឹងមាំឥតមានសេចក្តីធ្វេសប្រហែសឡើយលុះឆ្យត់ចាកអត្តភាពនោះហើយក៏អន្ទូលទៅក្នុងភពតូចនិងភពធំដរាបដល់កើតជាវេស្សន្តរសោយរាជ្យនៅក្នុងចេតដនគរព្រះបាទវេស្សន្តរនោះទ្រង់បរិច្ចាគនៅមហាទានដ៏ស្មូមយចកមានមនុស្សកំព្រាជាដើមដោយអំណាចទេជានុភាពនៃមហាទានរបស់ព្រះអង្គអាចបណ្ដាលឲ្យមហាប្រតិពីកម្រើកញាប់ញ័រហាក់ដូចជាបញ្ចេញសម្លេងថ្វាយពោសព្សាទុកាចំពោះព្រះអង្គចេញទៅទ្រង់ប្រភ្នោះជាឥសីនៅក្នុងបណ្ណសាលាទៀបភ្នំគិរីវង្គតព្រះអង្គបរិច្ចាគព្រះរាជបុត្រព្រះនាមជាលីនិងព្រះរាជបុត្រីព្រះនាមកណ្ហាជានីព្រមទាំងអគ្គមហេសីព្រះនាមនាងមន្ទីដែលជាកម្ពូលនៃបារមីដល់ព្រាហ្មណ៍ទើបព្រះអង្គស្ដេចជាងត្រឡប់មកគង់នៅក្នុងព្រះចេតដនគរវិញលុះអស់ប្រជន្មាយុសោយទីវង្គតទៅបានទៅកើតនៅក្នុងតុសិតបុរីទ្រង់ព្រះនាមថាសន្តុសិតទេវបុត្រសោយទឹកសម្បត្តិឥសរិយយសដ៏ប្រសើរអស់កាលកំណត់4000ឆ្នាំទឹកគឺ57កោដ6លានឆ្នាំមនុស្សក្នុងឋានតុសិតទេវលោកចប់អមហាកាំងសត្ថុឧបតិកថាដោយសង្ខេបតែប៉ុណ្ណេះ